ចាជំរាបសួរមកពីបងប្អូនទាំងអស់គ្នានេះគឺជាដើមដូណាត់ភីជបងប្អូនណាចាគឺជាផ្លែភីជមានរាងសំប៉ែតបងប្អូនហើយនេះគឺជាផ្កាបងប្អូនណាចាផ្កាភីជនេះគឺថានេះខ្ញុំថតនៅក្នុងខែ2បងប្អូនចាផ្កាស្អាតបងប្អូនមានពណ៌ផ្កាឈូកបងប្អូនណាហើយផ្កាហ្នឹងគឺថាមានតែមួយស្រទាប់គឺថាស្ដើងចាឥឡូវនេះគឺថាដល់ពេលរដូវផ្លែដូណាត់ភីជរបស់ខ្ញុំទុំហើយបងប្អូនវីដេអូនេះថានាងខ្ញុំបានថតនៅខែ5នេះបងប្អូនណាគឺនៅថ្ងៃទី18ខែ5ឆ្នាំ2025បងប្អូនណាចាដូណាត់ភីជនេះរហ័សទុំជាងផ្លែភីជធម្មតាបងប្អូនណានេះគឺជាផ្លែបងប្អូនណាចាគឺថារាងសំប៉ែតដូចជាផ្លែប៉ែនជាងបងប្អូនគ្រាន់តែមានពណ៌ខុសគ្នាហើយរសជាតិខុសគ្នាក៏តែរូបរាងគឺថាដូចផ្លែប៉ែនសុខខ្មែរយើងអញ្ចឹងណាចាហើយចំណែករសជាតិវិញគឺថាផ្លែដូណាត់ភីជនេះគឺថាមានរសជាតិស្តៀងនឹងផ្លែភីជយ៉ាងធម្មតាបងប្អូនក៏ប៉ុន្តែចំពោះក្លិនក្រអូបវិញគឺថាផ្លែដូណាត់ភីជនេះគឺថាមានក្លិនក្រអូបខ្លាំងជាងផ្លែភីជយ៉ាងធម្មតាបងប្អូនណាវីដេអូមួយនេះគឺថានេះខ្ញុំបានថតនៅពេលព្រឹកព្រលឹមឡើងបងប្អូនគឺប្រហែលជាម៉ោង7បងប្អូនណាចាគឺបន្ទាប់ពីនាងខ្ញុំចេញពីធ្វើការមកក៏បានឆ្លៀតពេលថតនៅខាងមុខផ្ទះនឹងបន្តិចបងប្អូនណាចាឥឡូវគឺថានេះខ្ញុំបានបេះផ្លែភីជមួយមកភ្លក់ជូនបងប្អូនទស្សនាចាគឺថាមានរាងសំប៉ែតបងប្អូនចាហើយផ្លែភីជពេលណាទុំទៅគឺថាស្រួលបកសម្បកបងប្អូនណាផ្លែភីជរបស់នាងខ្ញុំមានពណ៌សលីពណ៌ក្រហមបងប្អូនណាចាមើលទៅគួរឲ្យឆ្ងាញ់បងប្អូនចានៅពេលណាផ្លែភីជទុំគឺថាសាច់ហ្នឹងគឺថាទន់បន្តិចបងប្អូនណាអត់ស្រួយទេបងប្អូនហើយរសជាតិវិញគឺថាផ្អែមឡែមចាពេលញ៉ាំទៅគឺថាមានរសជាតិក្អូបនៅក្នុងមាត់យើងបងប្អូនណាចាហើយចំណែកគ្រាប់ភីជនេះគឺថាតូចទេបងប្អូនគឺថាអត់សូវធំដូចភីជយើងធម្មតាណាហើយភីជនេះខ្ញុំកំពុងតែកាន់នៅដៃនេះគឺថាអត់ទាន់ទុំញយបងប្អូនគឺថាតែមកចាប់ផ្ដើមពេញចំណាស់បងប្អូនណាចាពេលញ៉ាំទៅថាស្រួយឆ្ងាញ់ល្អបងប្អូនមានរសជាតិជូរអែមណាចាដូចផ្លែស្វាយយើងចំណាស់ចឹងចាហើយគ្រាប់គឺថាទួយមែនទែនចាដោយសារឆ្នាំនេះនាងខ្ញុំមានកិច្ចការរវល់បន្តិចចឹងទៅអត់សូវបានមកមើលដំណាំរបស់នាងខ្ញុំណាដូច្នេះភីជរបស់នាងខ្ញុំគឺបានទុំទាំងអស់ឲ្យបងប្អូនលើកដេញតែផ្លែនឹងមកអត់ទាន់ទុំចាឥឡូវនេះគឺថានាងខ្ញុំបានចាប់ផ្ដើមបេះផ្លែដូណាត់ភីជយកមកទុកឲ្យបងប្អូនបើទុកនៅខាងក្រៅហ្នឹងគឺថាសត្វមកញ៉ាំបងប្អូនគឺថាសត្វចាមែនទែនម្ដុំនាងខ្ញុំរស់នៅឥឡូវហ្នឹងមានសត្វចាឬក៏សត្វអីផ្សេងមកច្រើនណាចាដូច្នេះតែផ្លែឈើណាទុំហើយនាងខ្ញុំបេះយកមកទុកក្នុងផ្ទះហើយចាបើមិនបេះទេគឺថាញ៉ាំអត់ទាន់សត្វទេបងប្អូនចាដូច្នេះនាងខ្ញុំសូមអរគុណបងប្អូនច្រើនដែលបានតាមដានទស្សនាវីដេអូរបស់នាងខ្ញុំតាំងពីដើមដល់ចប់ណាបងប្អូនណានាងខ្ញុំសូមលំអរកាយជម្រាបលាណាបងប្អូនណាបាយបាយ